ស្ដីនឹងអស់គ្នាថ្ងៃនេះដែរខ្ញុំមកចែករំលែកនៅការតម្លើងនៅ ASA ទៅក្នុង YouTube server របស់យើងហើយឥឡូវនេះយើងកំពុងនៅក្នុង Oracle Visual Box របស់យើងគ្រាន់ចុច start មកយើង start server របស់យើងចាំវាតិចទៅអូខេឥឡូវយើងចូលមកកាន់ YouTube server របស់យើងហើយជាដំបូងយើងត្រូវ login ជាមុនសិន user របស់យើងហើយ password អូខេឥឡូវយើងចូលមកកាន់ YouTube server របស់យើងហើយខ្ញុំសូមធ្វើការ create វាសិនអញ្ចឹង command ដំបូងដែលយើងត្រូវធ្វើនេះគឺយើងត្រូវ update វា sudo at update វាមួយសិនមកយើងដាក់ password ចូលអូខេអញ្ចឹងយើង update ហើយជំហានបន្ទាប់ទៀតគឺយើង install ជាមួយនឹង ASA server ចូលទៅក្នុង YouTube របស់យើងបន្តតែម្ដងអញ្ចឹងទៅការ create មួយយើងវាយ command sudo at install -y open ASA server ខ្ញុំត្រូវវាមកខ្ញុំដាក់ password ដល់ទៅចាំវាតិចទៅអូខេអញ្ចឹងយើងបាន install ASA server ចូលមកក្នុង YouTube server របស់យើងហើយអញ្ចឹងជាបន្តទៀតយើងត្រូវការ enable វាអញ្ចឹងយើងត្រូវការ clear វាសិនមកខ្ញុំប្រើ control L ដើម្បី clear អញ្ចឹង command បន្ទាប់គឺយើងវាយ sudo system ctl enable -- now ASA ចឹងយើងបាន enable វាហើយចឹងជាបន្ទាប់ទៀតគឺយើងប្រើនៅ command sudo យើងបាត់ status យើងមើល status វាយើងប្រើ system ctl ដែរ status ASA ចឹងstatus យើង active ហើយយើងបានវាហើយចឹងជាបន្ទាប់ទៀតគឺយើងប្រើ command ទៀតគឺ sudo ufw alarm ASA អូខេអញ្ចឹងយើងបាននេះវាហើយអញ្ចឹងយើងត្រូវការដឹងទៅលើ IP address របស់យើងគ្រាន់វាយ IP address មកវានឹងមកអញ្ចឹងដំបូងយើងអត់ទាន់មាន IP address ទេហើយវាអត់ពិបាកទេយើងចូលទៅកាន់ machine មកហើយយើង shut down វាសិន shut down វាហើយយើងចូលទៅក្នុង setting ហើយ network យើងដូរ network adapter របស់យើងហ្នឹងដូរពីណាទៅ host only adapter យើងអូខេហើយយើង run សិនហ្នឹងម្ដងទៀតអូខេបន្ទាប់ពីយើងបានដូរជាមួយនឹង network adapter របស់យើងហើយយើងគ្រាន់វាយ user របស់យើងវិញមកអូខេ password វិញខ្ញុំលុបចូលទៀតអញ្ចឹង command បន្ទាប់ទៀតយើងបកទៅកាន់ IP address របស់យើងម្ដងទៀតយើងនឹងឃើញថានេះ IP address យើងវា load មកហើយ 192.168.59 អូខេអញ្ចឹងក្នុង YouTube server ក្នុង Visual Box យើងប៉ុណ្ណឹងយើងបើកនៅ command ម្ដងPowerShell អូខេ Windows PowerShell យើងបើកវាមកហើយយើងវាយusername របស់យើងASA username ខ្ញុំ India4 add 192
ចុច168ចុច56អូខេអញ្ចឹងយើងបានហកមកកាន់នេះវាដូចយើងគាត់អាច transfer to server វិញណាអូខេអញ្ចឹងនៃការតម្លើង SSH ទៅកាន់ user server របស់យើងគឺមានប៉ុណ្្នឹងអរគុណអ្នកនរគ្នាដែលចំណាយពេលវេលាដ៏មានតម្លៃស្ដាប់វីដេអូនេះតាំងពីដើមដល់ចប់អរគុណ